បាទចឹងថ្ងៃគឺយើងមកសិក្សាពីទីសាស្ត្របំលែងចំនួនទស្សនវិជ្ជាខួបទៅជាប្រភេទចឹងទីសាស្ត្រនេះខ្ញុំរៀបខ្លួនឯងមាន4វិធីទី1ត្រូវការអាញាត់ឲ្យចំនួនទស្សនវិជ្ជាសិនទី2មើលខួបវាជាប់ក្បៀសនៅបើសិនជាវាជាប់ហើយអាហ្នឹងយើងអត់ធ្វើទេទី2ហ្នឹងអញ្ចឹងបើសិនជាវាអត់ទាន់ជាប់ទេយើងត្រូវគុណឲ្យខួបហ្នឹងជាប់ជាមួយនឹងពីសិនតទៅពីគុណជាប់ពីហើយទី3គឺយើងត្រូវមើលខួបបើខាងក្រោមខួបមានមួយខ្ទង់អញ្ចឹងយើងគុណដល់10បើសិនជាខាងក្រោមខួបហ្នឹងមានចំនួន2ខ្ទង់គឺយើងគុណនឹង100បើ3ខ្ទង់គុណនឹង1000តែបើសិនត4ខ្ទង់ទៀតគឺយើងមើលតាមនឹងមកយើងគុណជាមួយនឹង10000យើងទៅហើយទី4យើងគឺយើងយកអាទី3នៅពេលយើងគុណណាទស្សនវិជ្ជាគុណអាខួបនឹងដាច់ហើយយើងយកអាហ្នឹងទៅដកនឹងអាទី2នៅពេលដែលយើងធ្វើយើងយកអាទី3ទៅដកទី2រួចយើងទាញរកអញ្ញាតមកចេញចម្លើយហើយចឹងឥឡូវយើងមកមើលឧទាហរណ៍ទាំងអស់គ្នាចឹងគេឲ្យបំលែងទស្សនវិជ្ជាខួបហ្នឹងទៅជាប្រភេទចឹងឥឡូវយើងមើលចម្លើយចម្លើយក1.3 3ខួបអា1.3ខួបមានថាលេខ3វាមានតទៀតច្រើនជាងទៅវាមានដល់អត់ទេអញ្ចឹងគេតាម1.3ដាក់ខួបពីលើដាក់បានលើអញ្ចឹងទី1ត្រូវតាមសិនអញ្ចឹងយើងតាមអាញាត់នេះក៏បានដែរឬឧទាហរណ៍យើងតាមអាញាត់ A ស្មើនឹង1.3 3ខួបតែ1.3ខួបហ្នឹងយើងអាចសរសេរបាន1.3 រហូតយើងច្រើនបន្តមកទៀតយើងសង្កេតមើលតទី2យើងមើលតើខួបនេះជាប់គ្នានៅយើងឃើញថាលេខ3ហ្នឹងមានតែជាប់គ្នាហើយអញ្ចឹងយើងអត់ត្រូវការគុណទេតមកយើងចូលដល់វិធីទី3ម្ដងតែយើងមើលខួបខាងក្រោមខួបមានណាខ្ទង់អញ្ចឹងខាងក្រោមខួបហ្នឹងមានតែលេខ3មួយខ្ទង់ទេអញ្ចឹងបើមានតែមួយខ្ទង់គេគុណនឹងមែនគុណនឹង10ចឹងយើងគុណនឹង10មកពេលគុណនឹង10យើងគុណនឹងសងខាងអញ្ចឹងបាន 10A ស្មើអានេះគុណនឹង10ទៅវាបង្កើតមានខ្ទង់វាបាន13.333ចឹងទៅវាមានតទៀតបន្ទាប់ពីយើងគុណចឹងហើយចូលដល់ទី4ទី4គឺយើងយកអាទី3ទៅដល់ទី2អញ្ចឹងមានថាយើងយកអាគុណហើយទៅដល់អាយើងតាមហើយនេះអញ្ចឹងយើងបានបើយើងបាន 10A ហ្នឹងស្មើ 13.33 ហើយដកជាមួយនឹង A ស្មើ 1.333 ចឹងយើងធ្វើផលដកមកចឹង 10A ដក A ចេញទៅសល់ 9A ស្មើអានេះកតុយចុច333យើងដកមកគឺអស់ហើយនេះអស់ហើយអញ្ចឹងសល់នេះ13ដក1វាសល់12អញ្ចឹងយើងទាញរកអញ្ញាតមកពុក 9A ទាញរក A ទៅស្មើ12លើ9ដែលយើងស្រួល3បានស្រួលនឹង3មកអញ្ចឹង12ចែក3សល់4ហើយ9ចែក3វាសល់3ចឹងចម្លើយយើងគឺប៉ុណ្្នឹងបាទឥឡូវយើងមើលអក្សរខម្ដងចឹង0.3ខួបចឹងយើងតាដូចគ្នាមកបាទឥឡូវតាអក្សរ n ម្ដងស្មើ 0.3 ខួបចឹងយើងអាចសរសេរបាន 0.333 ចឹងមានច្រើនទៀតចឹងយើងសង្កេតឃើញថាខួបហ្នឹងគឺវាជាប់ជាមួយនឹងគ្នាហើយចឹងយើងត្រូវការគុណឲ្យវាជាប់ទេយើងចាប់ដើមមើលខួបម្ដងមានប្រមាណខ្ទង់ខាងក្រោមខួបហ្នឹងចឹងមានមួយខ្ទង់ដូចអាក្រដែរចឹងយើងគុណនឹង10ចឹងពេលយើងគុណនឹងសងខាងចឹងបាន 10n ស្មើហើយកុំខ្ទង់ទៅបាន 3.333 តោះមកយើងបានយើងយក 10n ហ្នឹងស្មើ 3.333 ដកជាមួយនឹង n ស្មើ 0.33
cho nênយើងដកមកស 9n ស្មើបន្ទុយនេះអស់ហើយនេះអស់ហើយអញ្ចឹង3ដក0ស3អញ្ចឹងពេលយើងទាញរក n ទៅនាំឲ្យ n ស្មើ3នៅលើ9អញ្ចឹងនេះស្រួល3បានអញ្ចឹងសល់1លើ3អញ្ចឹងចម្លើយយើងគឺប៉ុណ្ណឹងអញ្ចឹងបើយើងឆ្លើយនេះដូចនេះ0.3 ខួបហ្នឹងគឺស្មើ1លើ3នឹងចម្លើយរបស់វាឥឡូវយើងមកមើលសកលម្ដងសកល 0.12 ខួបអញ្ចឹងយើងតាំងដូចគ្នាមកអញ្ចឹងយើងតាំងឥឡូវតាំងសក់3ម្ដងស្មើ 0.13 ដល់ 12 ខួបអញ្ចឹង 0.12 ខួបយើងអាចសរសេរបាន 0.12 មានថាខួបវាមាន2ខ្ទង់អញ្ចឹងយើងសេ12 12 12 12រហូតដល់ទៅមកទៀតខួបហ្នឹងវានៅជាប់គ្នាហើយអញ្ចឹងបើជាប់គ្នាហើយយើងអត់ត្រូវការគុណឲ្យជាប់គ្នាទេយើងចាប់តាមមើលខួបម្ដងខួបហ្នឹងនៅក្រោមវាមាន2ខ្ទង់អញ្ចឹងមក2ខ្ទង់យើងគុណហ្នឹង100អញ្ចឹងយើងគុណ100សងខាងបាន100b ស្មើនេះក៏2ខ្ទង់បាន12.12 ក៏មកយើងធ្វើផលដកបងចឹងហើយយើងបានបើយើងបានយើងយក 100b ស្មើ12.12 មកដកជាមួយនឹង b ចេញស្មើ 0.12 ទៅយើងដកបានសល់ហើយសល់99b ស្មើអានេះគឺបន្ទុយអស់ហើយចឹង12ដក0សល់12ចឹងយើងទាញរក b មកនាំឲ្យ b ស្មើ12នៅលើ99អញ្ចឹងលេខនេះយើងសម្រួល3បានអញ្ចឹងសម្រួល3មកស្មើអីគេអញ្ចឹងខាងលើសម្រួល3សល់4ខាងក្រោមសម្រួលនឹង3មកនៅសល់33អញ្ចឹងដូចនេះ0.12 ខួបហ្នឹងគឺស្មើ4នៅលើ9 33បាទវា33ហ្នឹងចម្លើយទៅមកមើលអក្សរខម្ដង 1.21 ខួបពេលធ្វើដោយអក្សរកដែរចឹងយើងតាំងមកបើតាំងពេញម្ដងស្មើ 1.21 ខួបគេសេបាន 1.21 ទៅមកយើងមើលវាជាប់នឹងខួបហើយចឹងយើងចាប់ដើមគុណម្ដងចេញខាងក្រោមខួបហ្នឹងមាន2ខ្ទង់ចឹងយើងគុណនឹង100ចឹងបាន 100x ស្មើ x ក៏2ខ្ទង់ទៅវាបាន 121.21 ចឹងបន្ទាប់ពីគុណហើយតែទស្សនវិជ្ជាខួបហើយយើងយកវាមកធ្វើផលដកចឹងយើងបាន 100x ស្មើ 121.21 ដកជាមួយនឹង x ចេញស្មើនឹង 1.21 ចឹងយើងដកមកសល់ 49x ស្មើអានេះ121ដក1សល់120អានេះដាច់អស់ហើយចឹងយើងទាញរក x មកក្នុង x ស្មើ120ចែក9ចឹងលេខនេះយើងសម្រួលនឹងបើសម្រួលនឹង3ចេញសល់40នៅលើ33
ចឹងដូចនេះ1.21គូនឹងគឺស្មើ40 លើ 33 ចា៎ចម្លើយរបស់វាបាទឥឡូវយើងមកមើលអក្សរនៅម្ដង 0.02 ខួបអញ្ចឹងយើងត្រូវតាមដូចគ្នាចឹងយើងតាមa ស្មើ0.02 ខួបជាអាចសេបានថា 0.0222 ចឹងយើងចាប់តាមមើលតើខួបនេះវាជាប់នឹងវាហើយនៅអញ្ចឹងអានេះអត់ជាប់ទេអញ្ចឹងវានៅប្រហែលខ្ទង់ទៅជាប់នឹងខួបហ្នឹងមួយខ្ទង់អញ្ចឹងបើមួយខ្ទង់គឺយើងត្រូវគុណនឹង10ដើម្បីបង្កវាមួយខ្ទង់ណាអញ្ចឹងគុណនឹង10មកអញ្ចឹងគុណ10ទៅសងខាងបាន10a ស្មើនេះក៏មកខ្ទង់ទៅបាន 0.2 ខួបឬក៏យើងអាចសេបាន 0.222 ដល់ទៅ2គុណឲ្យជាប់2ហើយយើងចាប់តាមមើលនៅក្រោមខួបហ្នឹងមានប្រមាណខ្ទង់អញ្ចឹងមានមួយខ្ទង់អញ្ចឹងមួយខ្ទង់យើងគុណនឹង10ទៀតគុណនឹង10ទាំងសងខាងទៀតយើងបានអីវាឡើងដល់100អានេះ 100a ចាញ់ក្រោមខ្ទង់នេះមកវាបាន 2.222 អញ្ចឹងបន្ទាប់ពីគុណដាច់គ្នាអស់ហើយដាច់ទុកទៀតគប់ហើយយើងចាប់តាមយកមកទឹកម្ដងអញ្ចឹងយើងបានយើងយកអា 100a ហ្នឹងដែលយើងគុណហើយហ្នឹង 2.22 ដកជាមួយនឹងអត់ដកជាមួយនឹង a ដំបូងទេគឺដកនឹង a ដែលយើងគុណហើយឲ្យគូបជាប់នឹងគ្នានេះអញ្ចឹងយើងបាន 10a ហ្នឹងចឹងស្មើ 0.222 ចឹងយើងដកមកហើយ 100a ដក 10a សល់ 90a ស្មើអី2ដក0សល់2អានេះតែទៅហើយអញ្ចឹងយើងអាចទាញរក a បានហើយនាំឲ្យ a ស្មើ2នៅលើ90ចានេះយើងសម្បូរនឹង2បានដល់1នៅលើ45អញ្ចឹងដូចនេះ0.02 គូបហ្នឹងគឺស្មើ1ចែកឲ្យ45អញ្ចឹងយើងអាចទៀងទាត់ចម្លើយដោយយើងយកចុចជាមួយ Casio បានបាទអញ្ចឹងពេលដែលយើងចែកមកគឺយើងឃើញនេះ 0.0222 រហូតអញ្ចឹងចម្លើយយើងធ្វើគឺត្រឹមត្រូវហើយបាទហើយយើងលំហាត់ចុងក្រោយអក្សរច 0.012 ខួបចឹងយើងតាមបាទតាម n ស្មើ 0.012 ខួបជាងអាចសេបាន 0.012 ហើយយើងសង្កេតមើលក្បៀងនេះអត់ទាន់ជាប់នឹងខួបទេវានៅមួយខ្ទង់ទៀតអញ្ចឹងយើងគុណនឹង10ដូចនឹងសងដែរអញ្ចឹងវាបាន 10n អញ្ចឹងគុណទៅបាន 0.12 ខួបស្មើ 0.12 ទៅមកយើងមើលខាងក្រោមខួបហ្នឹងមាន2ខ្ទង់អញ្ចឹងយើងត្រូវគុណនឹង100អញ្ចឹងគុណ100យើងគុណនឹងសងខាងអានេះ10គុណ100ទៀតដល់1000អញ្ចឹងបាន 1000n ស្មើអានេះដាច់បើក៏បាន2ខ្ទង់អញ្ចឹងគឺដាច់ទុកទៀតខួបហ្នឹងហើយអញ្ចឹងបាន 12.12 ទៅទៅមកយើងធ្វើផលដកមកយើងបានតែយក 1000 អាចុងក្រោយហ្នឹង 1000n ស្មើ 12.12 ដកជាមួយនឹងអា 10n នេះអត់ដកលើទេអញ្ចឹងដក 10n ស្មើ 0.12 អញ្ចឹងយើងដកមកអានេះ 1000 ដក 10 នៅសល់ 990 n ស្មើហើយ12ដក0សល់12ហើយនេះអស់ហើយអញ្ចឹងយើងអាចចេញរក n បានអញ្ចឹ
ចឹងនាំឲ្យ n ស្មើ12ចែកនឹង990ចឹងយើងសម្រួលនឹង6មកបាន2នៅលើ165ចឹងដូចនេះ0.012គូបហ្នឹងស្មើ2នៅលើ165 và chân tương lai chứ cứ nên tập này được